ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមករំលឹកអនុស្សាវរីយ៍កាលពីថ្ងៃបើកបោះវិស្ណការហើយកូនពើខ្ញុំបានទៅចូលរួមផងដែរហើយនឹងរងចាំទទួលបានបណ្ឌិតជាមួយនឹងសិស្សបកែផ្សេងទៀតច្រើនអ្នកណាហើយក៏មានបងប្អូនប្រជាពលរដ្ឋដែលត្រូវជាអាណាព្យាបាលឪពុកម្ដាយរបស់សិស្សនិស្សិតបានចូលរួមផងដែរដោយសារពួកគាត់ឆ្លៀតបានបន្តិចបន្តួចមិនថាអត់ធ្វើការទេគាត់ធ្វើការប៉ុន្តែគាត់ឆ្លៀតទៅបន្តិចដើម្បីលើកទឹកចិត្តកូនអញ្ចឹងណាហើយបងប្អូនខ្លះក៏ជាប់ធ្វើការពួកគាត់ក៏អត់បានទៅដែរឲ្យយាយឲ្យតាអីទៅជំនួសអញ្ចឹងទៅដោយសារតែការងារជាប់រវល់រៀងៗខ្លួនណាបងប្អូនអរគ្នាហើយលោកគ្រូអ្នកគ្រូក៏បានរៀបចំឲ្យសិស្សនឹងឈរតម្រង់ជួរតាមថ្នាក់ណាបងប្អូនអរគ្នាដើម្បីពួកគាត់និយាយជាមួយកូនសិស្សមានប្រសាសន៍ផ្សេងអំពីការបរិច្ឆេទចូលរៀនថ្ងៃណាថ្ងៃណីចឹងណាពួកឯងថ្ងៃបើកបវិសនកាលនឹងចំជាមួយនឹងថ្ងៃបុណ្យកឋិនទាននៅវត្តជាប់សាលារៀននឹងចឹងអត់បានប្រពធ្វើយូរទេគ្រាន់តែជួបជុំសិស្សគាត់មានប្រសាសន៍ខ្លះមួយចំនួនតិចតួចចឹងណាហើយក៏បានប្រកួតបានសរសើរដល់សិស្សដែលរៀនបកែពីលេខ1ដល់លេខ5ផងដែរហើយក៏បានអញ្ជើញចូលរួមពីគណៈកម្មការមានលោកពូមេភូមិព្រមទាំងអ៊ំក្នុងភូមិព្រមទាំងគណៈកម្មការផ្សេងទៀតណាដែលបានមកអញ្ជើញចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះផងដែរជាការអញ្ជើញរបស់លោកនាយកសាលាព្រមទាំងលោកគ្រូអ្នកគ្រូដែលបានអញ្ជើញពួកគាត់មកចូលរួមជាកិត្តិយសក្នុងថ្ងៃនេះហើយឥឡូវនេះគឺចាប់ផ្ដើមទទួលបានសារបដាបងប្អូនអរគ្នាចាប់ផ្ដើមពីថ្នាក់ទី1មុនណាទី1ហ្នឹងគេឡើងទៅឆ្នាំថ្មីហ្នឹងគេឡើងថ្នាក់ទី2ហើយបងប្អូនអរគ្នាចំណាត់ថ្នាក់ពីលេខ1ដល់លេខ5មានទទួលបានបណ្ឌិតព្រមទាំងកដោលោកទឹកចិត្តហ្នឹងគឺសិភៅដែរបងប្អូនអរគ្នាតាមចំណាត់ថ្នាក់អញ្ចឹងណាគឺថាសិស្សនិស្សិតដែលបានទទួលបានសរសើរនឹងក៏សប្បាយរីករាយឪពុកម្ដាយក៏សប្បាយរីករាយដែរបងប្អូនអរគ្នាដោយសារតែឃើញកូនខិតខំរៀនសូត្រនឹងមានការថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលចំណាយពេលវេលាព្រមទាំងការនឿយហត់មើលថែកូនរបស់ពួកគាត់ណាសម្បីតែយើងនៅផ្ទះមើលកូនតែមួយមើលពីរហ្នឹងចង់វិលមុខជិះក្បាលតម្រុនដល់ពួកគាត់ត្រូវមើលថែមកថ្នាក់មិនដឹងថាពួកគាត់នឿយហត់យ៉ាងណាបងប្អូនអរគ្នាសម្រាប់នេះខ្ញុំវិញគឺសរសើរពួកគាត់ខ្លាំងមែនតើណាគាត់មានថាទឹកចិត្តមនសិការដើម្បីបន្តការអប់រំដល់កូនសិស្សដល់កូនក្មេងចំនួនក្រោយណាបងប្អូនអរគ្នាពិតជាថ្លែងអំណរគុណដល់ពួកគាត់ខ្លាំងមែនតើឲ្យកូនយើងបានចេះរៀនប្រកបអក្សរចេះអានអក្សរចេះបូកលេខបូកដកអីចឹងណាព្រមទាំងសុជីវធម៌សិលធម៌អីគឺថាមាននៅក្នុងសាលារៀននឹងពួកគាត់បានចំណាយពេលវេលានិងកម្លាំងញើសឈាមខ្លាំងមែនតើពេលខ្លះយើងគិតថាគាត់ធ្វើយកប្រាក់ខែប៉ុន្តែប្រាក់ខែហ្នឹងពេលខ្លះវាមិនសមនឹងតម្លៃនៃការនៅហត់របស់គាត់ទេណាបងប្អូនអរគ្នាសម្រាប់មតិរបស់នាងខ្ញុំទេព្រោះថាសិស្សច្រើនវាបាក់គ្រប់គ្រងខ្លាំងមែនតើសម្រាប់តែនាងខ្ញុំនៅផ្ទះហ្នឹងមើលតែកូនពៅម្នាក់ហ្នឹងពេលខ្លះហ្នឹងអូយដូចអ៊ីរ៉ាអេនិងអ៊ីរ៉ង់ចឹងឥឡូវនិយាយចង់និយាយឡើងដល់វាកូនពៅឡើងយកបានសរសើរដែរហើយមិនបង្អង់កន្តើយមួយម៉ាក់ឡើងមើលកូនពៅដែរណាសូមឲ្យលោកគ្រូគាត់ជួយថតឲ្យទុកជាអនុស្សាវរីយ៍ដល់កូនពៅនិងមួយម៉ាក់ផងដែរគឺថាសម្រាប់ម៉ាក់ស្អាតមែនតើហ្មងកាមេរ៉ា original ខ្ទាបបន្តិចថតបន្តិចកំបបន្តិចកទឿនបន្តិចអូយខ្ជូតស្លាប់កប់សេរីរីប៉ុន្តែมันជាអ្វីសំខាន់យើងទទួលយកការពិតធ្វើឲ្យចិត្តយើងសប្បាយរីករាយណាបងប្អូនអរគ្នាប៉ុន្តែការពិតខ្លះអត់ការពិតខ្លះណាយើងថតរូបយើង edit ខ្លះចឹងទៅបោះយើងទៅហើយចិត្តយើងសប្បាយរីករាយស្រស់ថ្លាក្នុងអារម្មណ៍យើងទៅសុខផ្លូវកាយផងផ្លូវចិត្តផងហើយយើងឃើញរូបយើងស្អាតចឹងទៅយើងស្រស់ស្រាយសប្បាយចិត្តមែនទេបងប្អូនអរគ្នាណាដាក់រូបស៊ីនទាំងអស់មែនយើង edit ខ្លះទៅហើយនិយាយចុះនិយាយឡើងលើដល់សិស្សថ្នាក់ទី6ណាបងប្អូនអរគ្នាឆ្នាំមុនហ្នឹងគេថ្នាក់ទី5ឥឡូវឆ្នាំនេះគេឡើងថ្នាក់ទី6ជាសិស្សច្បងធំជាងគេហើយនេះគឺជាក្មួយដែលបានលទ្ធផលពីលេខ1ដល់លេខ5ហើយឥឡូវហ្នឹងការប្រគល់បានសរសើរបានបញ្ចប់រៀបរាល់ហើយកូនសិស្សហ្នឹងក៏បានរៀបចំបំបែកជួរគ្នាដោយសារតែនៅវត្តមានកម្មវិធីបុណ្យកឋិនអញ្ចឹងលោកគ្រូគាត់រៀងបញ្ញាតិចហ្នឹងណាបងប្អូនអរគ្នាបាយមួយហើយដោយនេះខ្ញុំបានប្រាប់អញ្ចឹងគឺនៅវត្តមានរវល់បុណ្យកឋិនមានដាក់ពងយ៉ាក់មានដាក់ស្បែកកែមានដាក់ត្រេះភ្លើងអញ្ចឹងទៅធ្វើឲ្យសិស្សនិស្សិតអារម្មណ៍ក៏អត់សូវមូលដែរអញ្ចឹងលោកគ្រូក៏សម្រាប់ថាឲ្យទៅផ្ទះរៀងខ្លួនទៅនឹងកំណត់ថ្ងៃពេលវេលាចូលរៀនផងដែរហើយលោកកូនពៅបានមកដល់បានផ្លេចទេជាមួយនឹងអ្នកមានគុណដ៏ពិសេសពិសាលគឺលោកយាយនេះបងប្អូនអរគ្នាយកមកអួតលោកយាយថាកូនពៅបានសរសើរមួយទៀតអញ្ចឹងណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានិងសូមអធិស្ឋានរកកំហុសខុសឆ្គងផងដែរសូមអរគុណ